រដ្ឋមន្ត្រីក្រសួងទេសចរជំរុញដល់មគ្គុទ្ទេសក៍ទេសចរទាំងអស់មានឆន្ទៈរួបរวมសាមគ្គីគ្នាតែមួយឈលលើស្មារតីមហាគ្រួសារវិស័យទេសចរថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រិតការមគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបឆ្នាំ2025នៅថ្ងៃទី23ខែមិថុនាឆ្នាំ2025នេះឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានស្នើដល់មគ្គុទ្ទេសក៍ទេសចរទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពនិងជំនាញឲ្យជាប់ជាប្រចាំជាពិសេសត្រូវមានឆន្ទៈរួបរวมសាមគ្គីគ្នាតែមួយឈលលើស្មារតីមហាគ្រួសារវិស័យទេសចរត្រូវមានតម្កល់ឧត្តមប្រយោជន៍ជាតិនិងកិត្តិយសជាតិជាធំដោយត្រូវប្រតិបត្តិវិជ្ជាជីវៈនិងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់មានការចូលរួមផ្សព្វផ្សាយឲ្យបានស្រុះគ្នានិងទូលំទូលាយនៅយុទ្ធនាការទស្សនកម្ពុជានៅរដូវកាលបៃតងតាមរយៈការផលិតមាតិកានិងផ្សព្វផ្សាយពីសក្តានុពលទេសចររបស់កម្ពុជាដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះមគ្គុទ្ទេសក៍ទេសចរទាំងអស់នៅទូទាំងប្រទេសដែលបានបំពេញការងារក្នុងវិស័យទេសចរនិងបានដើរតួនាទីជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាដ៏សកម្មព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជាសម្ដៅលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិសូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលវិក្រិតការមគ្គុទ្ទេសក៍ទេសចរតំបន់សៀមរាបឆ្នាំ2025មានរយៈពេល5ថ្ងៃរៀបចំឡើងក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរនាពេលបច្ចុប្បន្នដែលមានសិក្ខាកាមជាង200នាក់បានចូលរួម